ទូរទស្សនិកជនតាក់ទងទៅនឹងបច្ចុប្បន្នភាពរឿងសំណើសន្តិភាពអ៊ុយក្រែនដែលសហរដ្ឋអាមេរិកកំពុងជំរុញយើងមានការជួបបន្ថែមពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV ទាំងពីររូបគឺលោកណនរីណានិងលោកជិនសេរីមបាទខ្ញុំបាទសូមជូនសំណួរដំបូងទៅកាន់លោករីណាចង់ដឹងអំពីបច្ចុប្បន្នភាពនៃសំណើនេះបន្តិចកន្លងមកយើងដឹងថាមាន28ចំណុចហើយក្រោយមកឬដំណឹងថាបង្រួមមកសល់19ចំណុចរហូតមកដល់ពេលនេះតើគេអាចដឹងបានព័ត៌មានអ្វីខ្លះដែលមានចែងនៅក្នុងសំណើនោះបាទក្រោយការពិភាក្សារវាងមន្ត្រីសហរដ្ឋអាមេរិកនិងអ៊ុយក្រែននៅក្នុងប្រទេសស្វីសកាលពីចុងសប្តាហ៍កន្លងទៅគឺមានការលើកឡើងច្រើនប៉ុន្តែឥឡូវនេះគឺត្រូវបានផ្សព្វផ្សាយថាជាការបែកធ្លាយពីផែនការ28ចំណុចហ្នឹងមកនៅ19កាត់តម្រឹមកុំឲ្យវែងពេកបើតាមមន្ត្រីសេដ្ឋវិមានបានលើកឡើងថាខ្លឹមសារខ្លះវាវែងពេកម្ល៉េះហើយត្រូវតែទ្រឹមវាត្រូវកាត់តម្រឹមវាឲ្យមកនៅខ្លីវិញតែខ្លឹមសារពិតជាក់ស្ដែងនៃការកាត់តម្រឹមនោះគឺមិនទាន់ត្រូវបានបញ្ជាក់ទេតែអ្វីដែលគេគួរឲ្យកត់សម្គាល់គឺដំបូងឡើយគ្រាន់តែប្រកាសផែនការ28ចំណុចផែនការសន្តិភាព28ចំណុចហ្នឹងគឺធ្វើឲ្យអ៊ុយក្រែនហ្នឹងហើយនិងសហភាពអឺរ៉ុបហ្នឹងដាច់ផ្ងាទៅហើយដោយសារតែពាក់ព័ន្ធទៅនឹងបញ្ហាលក្ខខណ្ឌដែលថាអ៊ុយក្រែនត្រូវបកគលតំបន់ដុនបាសទាំងមូលគឺមានលូហាននិងតូនញ៉េតទៅឲ្យរុស្ស៊ីហើយប្រកាសទទួលស្គាល់ដែនដីគ្រីមេដែលត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៊ីឆ្នាំ2014ថាជាទឹកដីស្របច្បាប់របស់រុស្ស៊ីហើយមួយទៀតក៏ពាក់ព័ន្ធទៅនឹងការផ្អាកប្រយុទ្ធតំបន់ដែលរុស្ស៊ីគ្រប់គ្រងត្រូវបកគលឲ្យទៅរុស្ស៊ីវិញហើយម្យ៉ាងទៀតគឺក្តីសម័យនៃការចូលជាសមាជិកសម្ព័ន្ធយោធា NATO គឺលែងមានតទៅទៀតកាត់បន្ថយទំហំកងទ័ពអ៊ុយក្រែនជាដើមហើយការពិភាក្សារយៈកាលកន្លងមកគឺមានសំណើពីអឺរ៉ុបដែរគេហៅថា counter proposal គឺសំណើមួយតបទៅវិញ28ចំណុចហ្នឹងគឺមានការកែសម្រួលរហូតដល់គេប្រើពាក្យចុងក្រោយថា updated and refined peace plan មានន័យថាផែនការធ្វើបច្ចុប្បន្នភាពឬកែតម្រូវដំណាក់កាលចុងក្រោយនេះគឺជាផែនការលម្អិតហើយខាងលោកស្រី Caroline Levitt អ្នកនាំពាក្យសេតវិមានបានប្រកាសកាលពីថ្ងៃអង្គារហ្នឹងថាផែនការលម្អិតនេះគឺបានកាត់តម្រឹមមកនៅខ្លីគឺឥឡូវនេះនៅមានខ្លឹមសារលម្អិតតិចតួចដែលមិនទាន់អាចដោះស្រាយបាននៅឡើយដែលលោកស្រីប្រើពាក្យថា delicate មានន័យថាវាជាចំណុចផុយស្រួយសម្រាប់ឲ្យពិភាក្សាតែបានបញ្ជាក់ជាចុងក្រោយថាពុំមែនរហូតដល់មិនអាចដោះស្រាយបានទេអញ្ចឹងជារួមខាងអ៊ុយក្រែនក៏ដូចគ្នាដែរប៉ុន្តែជាទូទៅគឺអ៊ុយក្រែនឯកភាពហើយផែនការសន្តិភាព20ចំណុចដែលកាត់តម្រឹមនៅ19ចំណុចក្រោយការពិភាក្សានិងធ្វើបច្ចុប្បន្នភាពគឺអ៊ុយក្រែនឯកភាពមានន័យថាកាលណាអ៊ុយក្រែនឯកភាពគឺចំណុចដែលហុចប្រយោជន៍ធំពេកឬគ្រប់គ្រងខ្លាំងទៅដល់រុស្ស៊ីគឺត្រូវបានកាត់តម្រឹមឬក៏បន្ថយត្រឡប់មកវិញនេះគឺជាខ្លឹមសារនៃផែនការកាត់តម្រឹមនៅ19ចំណុចតែมันមាននរណាបញ្ជាក់ថាមានចែងអ្វីខ្លះឲ្យប្រកាសទេសូម្បីតែទូ CNN កាលពីម្សិលមិញហ្នឹងក៏បានស្រង់សម្ដីមន្ត្រីសេដ្ឋវិមានដែលសូមមិនបញ្ចេញឈ្មោះហ្នឹងក៏និយាយថាកាត់តម្រឹមមកនៅសល់ចំណុច19ហើយក្នុងហ្នឹងគឺថានៅសល់ចំណុចតិចតួចប៉ុណ្ណោះដែលមិនទាន់អាចដោះស្រាយបានក្រៅពីនោះគឺបានវិភាគទូលំទូលាយនឹងកែសម្រួលរួចហើយដោយមានការឯកភាពពីភាគីអ៊ុយក្រែនថានឹងបន្តធ្វើការឈានឆ្ពោះទៅរកការបញ្ចប់វិបត្តិអ៊ុយក្រែនឬហៅថាបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនហើយខាងភាគីសហរដ្ឋអាមេរិកចាំតែឯកភាពទេតែយ៉ាងណាក៏ដោយក៏មានខ្លឹមសារមួយទៀតបញ្ជាក់ថាអ៊ុយក្រែនឯកភាពប៉ុន្តែអឺរ៉ុបហាក់មានការប្រយ័ត្នប្រយែងហាក់ដូចជានៅអារម្មណ៍ស្មើនៅឡើយអំពីផែនការកែសម្រួលចុងក្រោយនេះជារួមគឺมันអាចមានការបញ្ជាក់ឲ្យបានច្បាស់លាស់ថា19ចំណុចនោះចែងសំខាន់អ្វីខ្លះទេតែជាការសន្និដ្ឋានថាគឺជាចំណុចដែលអ៊ុយក្រែនទទួលយកបានភាគច្រើននៅសល់តែខ្លឹមសារលម្អិតបន្តិចបន្តួចប៉ុណ្ណោះឬក៏ប្រមាណចំណុចតែប៉ុណ្ណោះដែលជាចំណុចរសើបមិនទាន់ដោះស្រាយបាននៅឡើយនោះបាទយើងងាកមកកាន់ចំណុចមួយទៀតលោកសេរីមានការមើលឃើញថាខាងលោកវ្លាឌីមៀពូទីនប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីកំពុងតែលេងហ្គេមពន្យាពេលជាមួយនឹងសហរដ្ឋអាមេរិកហេតុអីបានជាមានការមើលឃើញទៅបែបនេះទៅវិញបាទដែលថាលោកពូទីនលេងហ្គេមពន្យាពេលគឺដោយសារតែនៅក្នុងចំណុចស្ទើរតែទាំងអស់នៃផែនការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន
ដែលជាគំនិតដូចផ្ដើមរបស់សហរដ្ឋអាមេរិកនោះគឺចំណុចទាំងអស់ហ្នឹងហាក់ដូចជាធ្វើតាមការចង់បានរបស់ប្រទេសរុស្ស៊ីស្ទើរតែទាំងអស់ហើយម្យ៉ាងទៀតវាមានពាក្យលេចលឺថាសូម្បីតែមើលសំណេរនៅក្នុងផែនការសន្តិភាពនៅប្រទេសអ៊ុយក្រែនទាំងប្រមាណ28ចំណុចកាលពីមុនដែលថាជាលក្ខខណ្ឌគោលនោះលក្ខខណ្ឌការងារគោលនោះគឺហាក់ដូចជាបកប្រែពីភាសារុស្ស៊ីទៅជាភាសាអង់គ្លេសមានន័យថាទាំងប្រមាណចំណុចនោះគឺជាការតាក់តែងឡើងដោយប្រទេសរុស្ស៊ីអញ្ចឹងហើយបានគេថាជាហ្គេមរបស់លោកប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីនក្នុងការពន្យាពេលនៅត្រង់ថានៅក្នុងលក្ខខណ្ឌទាំងអស់ស្ទើរតែទាំងអស់នោះប្រសិនបើខាងភាគីអ៊ុយក្រែនធ្វើតាមឬក៏ទទួលយកនៅលក្ខខណ្ឌទាំងនោះគឺស្មើនឹងអ៊ុយក្រែនធ្វើតាមការទាមទារធ្វើតាមការចង់បានរបស់ប្រទេសរុស្ស៊ីហើយរុស្ស៊ីក៏ទំនងជាដឹងថាលក្ខខណ្ឌទាំងនេះទំនងជាអ៊ុយក្រែនមិនអាចបំពេញបានទេមិនអាចធ្វើបានទេដូច្នេះការដែលថារុស្ស៊ីចង់លេងហ្គេមលោកពូទីនចង់លេងហ្គេមពន្យាពេលវេលានេះនៅត្រង់ថាជាបើសិនជាមិនមានការចរចាប្រសិនបើមិនចូលតុចរចាមិនទៅនិយាយគ្នាជាមួយសហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនទេមានន័យថាប្រទេសរុស្ស៊ីនឹងតោះតើយប្រទេសរុស្ស៊ីនឹងមិនចង់បានសន្តិភាពចង់ធ្វើសង្គ្រាមបន្តទៀតនៅក្នុងប្រទេសអ៊ុយក្រែនដូច្នេះដើម្បីជៀសវាងពាក្យនេះគឺរុស្ស៊ីត្រូវដាក់លក្ខខណ្ឌលំបាកឲ្យទៅខាងសហរដ្ឋអាមេរិកដើម្បីយកឲ្យទៅពិភាក្សាជាមួយប្រទេសអ៊ុយក្រែនដោយរុស្ស៊ីមានជំនឿតិចតួចណាស់ថាអ៊ុយក្រែននឹងអាចទទួលយកប៉ុន្តែវាជាលបែងនយោបាយមួយដើម្បីបន្តសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនពីព្រោះនៅពេលខាងមុខអ៊ុយក្រែនប្រសិនបើសហរដ្ឋអាមេរិកឡើងជួយសហភាពអឺរ៉ុបក៏អាចជួយតិចតួចនោះវាមានភាពងាយស្រួលសម្រាប់ប្រទេសរុស្ស៊ីក្នុងការវាយប្រហារច្បាមយកប្រទេសអ៊ុយក្រែនតែម្ដងឬយ៉ាងហោចណាស់ក៏រុស្ស៊ីមានព្រៀបក្នុងសង្គ្រាមដែរដូច្នេះនិយាយជារួមមកវិញនៅខ្លីថាដែលថាប្រធានាធិបតីរុស្ស៊ីលេងហ្គេមដើម្បីពន្យាពេលគឺដោយសារតែរុស្ស៊ីដាក់លក្ខខណ្ឌលំបាកសម្រាប់អ៊ុយក្រែនដែលអ៊ុយក្រែនទំនងជាមិនអាចទទួលយកគ្រប់លក្ខខណ្ឌនោះបាទងាកមកកាន់ខាងអឺរ៉ុបនិងអ៊ុយក្រែនដែលជាភាគីនៅក្នុងបញ្ហានេះផ្ទាល់ដោយសារតែកន្លងមកអឺរ៉ុបបានមើលឃើញថាបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះវាគឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់អឺរ៉ុបឥឡូវនេះបើទោះបីជាសហរដ្ឋអាមេរិកជាអ្នកចេញមុខនៅក្នុងការជំរុញការងារនេះប៉ុន្តែរឿងអ្នករងគ្រោះបើសិនជាដោះស្រាយមិនបានអាចអឺរ៉ុបខ្លួនឯងតើអឺរ៉ុបនិងអ៊ុយក្រែនបាននិយាយអ្វីខ្លះនៅក្នុងកលៈទេសៈពេលនេះលោករីណាបាទមុនការវិភាសាការប្រជុំសប្តាហ៍កាលពីថ្ងៃអាទិត្យនៅក្នុងប្រទេសស្វីសគឺការធ្វើអត្ថាធិប្បាយមួយរបស់អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយថាលក្ខខណ្ឌនានានៃផែនការសន្តិភាព20ចំណុចនេះគួរតែត្រូវបានឯកភាពទាំងអឺរ៉ុបទាំងអ៊ុយក្រែនជាជាងការឯកភាពតែមហាអំណាចគឺមានរុស្ស៊ីនិងសហរដ្ឋអាមេរិកនោះដោយសារអឺរ៉ុបបានមើលឃើញលក្ខខណ្ឌនានាដែលបំពេញតម្រូវការទាំងអស់ដែលរុស្ស៊ីចង់បានតាំងពីការចាប់ផ្ដើមសង្គ្រាមនិងមុនសង្គ្រាមហើយប្រយុទ្ធគ្នារហូតដល់ជាង3ឆ្នាំជិត4ឆ្នាំទៅហើយលក្ខខណ្ឌហ្នឹងគឺតម្រូវតាមរុស្ស៊ីទាំងអស់ដូច្នេះហើយបានសហភាពអឺរ៉ុបរួមទាំងសម្ព័ន្ធមិត្តដទៃទៀតបានកោះប្រជុំភ្លាមហើយកាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះក៏អឺរ៉ុបបានចូលរួមនៅក្នុងកិច្ចពិភាក្សានៅក្នុងទីក្រុងហ្សឺណែវប្រទេសស្វីសនឹងជាមួយសហរដ្ឋអាមេរិកនិងអ៊ុយក្រែនដែរដោយអឺរ៉ុបបានរៀបចំផែនការមួយដែលគេហៅថា counter proposal គឺជាសំណើតបទៅវិញប៉ុន្តែមិនឲ្យលើសពី28ចំណុចទេគឺទាមទារត្រឡប់មកវិញហើយដាក់ធាតុចូលបន្ថែមទៀតនៅក្នុងការចរចានេះហើយយើងមើលឃើញតាំងពីថ្ងៃច័ន្ទថ្ងៃអង្គារកន្លងមកនេះគឺខាងសហភាពអឺរ៉ុបមនីស្វាស្វែងណាស់ប៉ុន្តែឥឡូវនេះគឺលទ្ធផលនៃការច្រាប់តម្រឹមផែនការមកនៅ19ចំណុចក្នុងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះខាងអឺរ៉ុបក៏ហាក់ដូចជាគេហៅថាស្ងប់ចិត្តហើយអាចទទួលយកបានបើសិនជារុស្ស៊ីឯកភាពក្នុងករណីដែលរុស្ស៊ីឯកភាពមានន័យថាផែនការនោះគឺវាអាចបន្តទៅមុខបានប៉ុន្តែគេមើលឃើញភាគច្រើនខាងអឺរ៉ុបខ្លួនឯងហ្នឹងក៏អត់សូវមានជំនឿថាខាងរុស្ស៊ីទទួលយកដែរព្រោះវាជាការកែតម្រូវថ្មីនេះគេមើលឃើញថាបើសិនជាចំណុចភាគច្រើនដែលអ៊ុយក្រែនទទួលយកបាន
គឺរុស្ស៊ីច្បាស់ជាមិនទទួលយកទេសូម្បីតែកាលពីថ្ងៃច័ន្ទកន្លងទៅលោកពូទីនបានលើកឡើងថាផែនការ28ចំណុចនោះគឺវាស្របទៅនឹងការឯកភាពគ្នាការស្របគ្នាទៅលើលក្ខខណ្ឌទូទៅក្នុងអំឡុងពេលដែលមានការរៀបចំទាំងស្មារតីនិងការប្រើប្រាស់ភាសានៅក្នុងជំនួបកម្ពុជារវាងលោកពូទីននិងលោកត្រាំនៅក្នុងទីក្រុងអង់គ្លេសរដ្ឋអាឡាស្កាកាលពីខែសីហាកន្លងទៅអញ្ចឹងបើសិនជាមានការកែប្រែទេរឿងនេះវាជារឿងផ្សេងរដ្ឋមន្ត្រីការបរទេសសារុស្ស៊ីលោកសាកេឡារ៉ូវក៏បាននិយាយកាលពីថ្ងៃអង្គារដែរថាអឺរ៉ុបគឺជាអ្នកធ្វើឲ្យអន្តរាយឬក៏ជាអ្នកបំផ្លាញផែនការសន្តិភាពក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនហើយក៏ដូចគ្នានឹងពេលវេលាដែលថយក្រោយឆ្នាំ2014កន្លងទៅគឺអឺរ៉ុបនេះហើយដែលធ្វើឲ្យផែនការឬកិច្ចព្រមព្រៀងទីក្រុងមីងត្រូវជាคล้ายទៅជាគ្មានសុពលភាពមិនអាចអនុវត្តបានគឺអឺរ៉ុបនេះឯងដូច្នេះអឺរ៉ុបមានពេលវេលាក្នុងការបំពេញការងារប៉ុន្តែអឺរ៉ុបមិនបានធ្វើឲ្យល្អទេឬក៏ធ្វើមិនបានល្អទេអញ្ចឹងមានន័យថាអ្នកឯងគឺជាភាគី fail ហើយគឺជាភាគីបរាជ័យដូច្នេះអឺរ៉ុបមកទល់ពេលនេះទោះបីអ៊ុយក្រែននិងសហរដ្ឋអាមេរិកបានឯកភាពទូលំទូលាយក៏ដោយក៏អឺរ៉ុបនៅមានការប្រយ័ត្នប្រយែងហើយមានការកែតម្រូវរួចហើយក៏អឺរ៉ុបនៅតែបង្ហាញសុទិដ្ឋិនិយមបែបប្រយ័ត្នប្រយែងទំនងជារុស្ស៊ីមិនអាចទទួលយកទេហើយតាមការធ្វើអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនេះគឺថាអឺរ៉ុបគឺជាអ្នកធ្វើឲ្យអន្តរាយឬក៏ជាអ្នកបំផ្លាញផែនការសន្តិភាពដោយសារតែរុញឲ្យអ៊ុយក្រែននឹងខ្លួនឯងចូលមកកែតម្រូវនៅផែនការសន្តិភាពនេះជារួមសហភាពអឺរ៉ុបទោះបីជាមានការកែតម្រូវច្រើនទៅក្នុងផែនការសន្តិភាព20ចំណុចដែលត្រូវបានព្រៀងឡើងដំបូងដោយសហរដ្ឋអាមេរិកនោះក៏ដោយក៏ខ្លួននៅតែបង្ហាញពីសុទិដ្ឋិនិយមប្រកាសប្រយ័ត្នប្រយែងចំពោះអ្វីដែលបានធ្វើហើយដោយបារម្ភថារុស្ស៊ីអាចនឹងមិនទទួលយកនៅផែនការនេះបើមិនទទួលយកនៅផែនការនេះស្មើនឹងការលេងហ្គេមពន្យាពេលក្នុងការបន្តសង្គ្រាមហើយការជជែកគ្នាក៏នៅតែមានការបន្តសង្គ្រាមក៏នៅតែមានដោយករណីកាលពីថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃអង្គារកន្លងមកនេះការវាយប្រហារពីអ៊ុយក្រែនពីរុស្ស៊ីទៅលើអ៊ុយក្រែនក៏នៅតែមានសន្ទុះខ្លាំងក្លាដដែលអញ្ចឹងហើយបានជាអឺរ៉ុបនៅតែមានបុកពេលនៅតែព្រួយបារម្ភថាការពិភាក្សានៅតែមានប៉ុន្តែសន្ទុះនៃការវាយប្រហារក៏កាន់តែខ្លាំងក្លាពីរុស្ស៊ីមកលើអ៊ុយក្រែនដែរនោះបាទឥឡូវយើងងាកទៅមើលទស្សនវិជ្ជាមួយទៀតលោកសេរីមនេះមិនមែនជាលើកទី1ទេដែលសហរដ្ឋអាមេរិកជំរុញសំណើសន្តិភាពកន្លងមកធ្លាប់ស្នើច្រើនតែបរាជ័យហើយបច្ចុប្បន្នកំពុងធ្វើការទៅលើសំណើសន្តិភាពថ្មីបើសិនជាលើកនេះមិនបានជោគជ័យទៀតតាមមើលទៅអ៊ុយក្រែនពិតជាចុងក្រោយនៅតែជាអ្នកចាញ់សង្គ្រាមនេះឬក៏យ៉ាងណាពីព្រោះថាបើអត់មានអាមេរិកក៏អ៊ុយក្រែនមានអឺរ៉ុបនៅពីក្រោយដែរបាទចំពោះថាប្រសិនបើកិច្ចចរចាស្វែងរកសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែនលើកនេះដែលសហរដ្ឋអាមេរិកប្រឹងប្រែងខ្លាំងមែនទែននោះហើយបែរទៅជាទទួលបរាជ័យគឺមានន័យថាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះនៅតែបន្តប៉ុន្តែដល់ត្រង់ថាឲ្យអ៊ុយក្រែនចាញ់ដោយសារតែរុស្ស៊ីវាយប្រហារនោះក៏មិនជាងាយដែរទេពីព្រោះនៅពេលបច្ចុប្បន្ននេះគ្រឿងយុទ្ធោបករណ៍ទំនើបអញ្ចឹងប្រទេសមួយមិនអាចយកឈ្នះប្រទេសមួយទៀតដោយប្រើអាវុធសុទ្ធសាធទេគឺការចរចាឬវិភាសាគ្នាទើបជាគន្លឹះសំខាន់ក្នុងការបញ្ចប់សង្គ្រាមហើយចាញ់ឬឈ្នះក៏វានៅលើកិច្ចសន្ទនាជាមួយគ្នាដែរគឺមិនអាចទៅលើគ្រឿងយុទ្ធោបករណ៍ទាំងស្រុងទេប៉ុន្តែគ្រាន់តែរឿងវានៅត្រង់នេះដែរវានៅត្រង់ថាដែលថាអ៊ុយក្រែនអាចនឹងចាញ់សង្គ្រាមតែម្ដងនៅពេលខាងមុខនោះគឺនៅពេលបច្ចុប្បន្ននេះសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបរួមទាំងប្រទេសជាសមាជិកអង្គការ NATO មួយចំនួនទៀតនោះគឺនៅរួមដៃគ្នាក្នុងការជួយជ្រោមជ្រែងដល់ប្រទេសអ៊ុយក្រែនទាំងផ្នែកហិរញ្ញវត្ថុទាំងបច្ចេកវិទ្យាយោធារួមទាំងគ្រាប់រំសេវថែមទៀតមានន័យថាអ៊ុយក្រែនចាប់តាំងពីឆ្នាំ2022កន្លងមកក្នុងរង្វង់ខែឧសភាឬមិថុនាឆ្នាំ2022ប្រមាណខែក្រោយពីអ៊ុយក្រែនបានប្រយុទ្ធក្នុងសង្គ្រាមជាមួយរុស្ស៊ីនោះគឺអ៊ុយក្រែនអស់គ្រឿងយុទ្ធោបករណ៍របស់ខ្លួនទាំងស្រុងទៅហើយមានន័យថាអ៊ុយក្រែនអស់គ្រឿងយុទ្ធោបករណ៍ទាំងស្រុងហើយដែលសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនអូសបន្លាយអស់រយៈពេល74ឆ្នាំកន្លងមកនេះគឺអ៊ុយក្រែនបានប្រយុទ្ធដោយសារតែគេឲ្យមានន័យថាបានជំនួយជាគ្រឿងយុទ្ធោបករណ៍ពីសហរដ្ឋអាមេរិកផងពីបណ្ដាប្រទេសនៅសហភាពអឺរ៉ុបផង
ដើម្បីប្រយុទ្ធជាមួយនឹងកងកម្លាំងយោធាប្រទេសរុស្ស៊ីនឹងទប់រុស្ស៊ីមិនឲ្យច្រឹបយកដីបន្ថែមទៀតមិនឲ្យរំកិលខ្លួនកាន់តែខ្លាំងចូលក្នុងប្រទេសអ៊ុយក្រែនប៉ុន្តែនៅពេលខាងមុខប្រសិនបើសហរដ្ឋអាមេរិកឈប់ផ្ដល់ជំនួយគ្រឿងយុទ្ធោបករណ៍ឲ្យទៅប្រទេសអ៊ុយក្រែនទោះបីជាសង្ឃឹមលើសហភាពអឺរ៉ុបក៏ដោយក៏សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះទន់ជ្រាយខាងភាគីអ៊ុយក្រែនហើយអ៊ុយក្រែនអាចនឹងចាញ់សង្គ្រាមដូច្នេះដែលថាអ៊ុយក្រែនអាចនឹងចាញ់សង្គ្រាមជាមួយប្រទេសរុស្ស៊ីនោះប្រសិនបើសហរដ្ឋអាមេរិកដើរចេញឬសហភាពអឺរ៉ុបដើរចេញនោះអ៊ុយក្រែននឹងចាញ់សង្គ្រាមហើយពីព្រោះអ៊ុយក្រែននៅពេលបច្ចុប្បន្ននេះក្នុងសង្គ្រាមរយៈពេល74ឆ្នាំកន្លងមកនេះគឺពឹងផ្អែកទាំងស្រុងលើជំនួយគ្រឿងយុទ្ធោបករណ៍ពីខាងក្រៅដោយអ៊ុយក្រែនមិនមានជារបស់ខ្លួនឯងទេដូច្នេះនិយាយរួមមកវិញនៅត្រង់ថានៅពេលខាងមុខនេះប្រសិនបើកិច្ចចរចារសន្តិភាពលើកនេះដែលសហរដ្ឋអាមេរិកប្រឹងប្រែងធ្វើជាអន្តរការីតែត្រូវទទួលបរាជ័យនោះប្រសិនបើសហរដ្ឋអាមេរិកនិងអឺរ៉ុបនៅតែជួយអ៊ុយក្រែននោះសង្គ្រាមនៅតែបន្តអ៊ុយក្រែនមិនចាញ់ទេប៉ុន្តែប្រសិនបើអាមេរិកឬអឺរ៉ុបឬក៏សហរដ្ឋអាមេរិកដើរចេញពីអ៊ុយក្រែនដោយទុកឲ្យអឺរ៉ុបនិងអ៊ុយក្រែននៅប្រយុទ្ធជាមួយរុស្ស៊ីនោះគឺអ៊ុយក្រែនអាចចាញ់សង្គ្រាមជាមួយរុស្ស៊ីនៅពេលខាងមុខដោយមិនបាច់ចរចាទេបាទសូមអរគុណលោកសេរីមនិងលោករីណាយើងបន្តតាមដានបន្តទៀតអំពីបញ្ហាសន្តិភាពអ៊ុយក្រែននេះតើមើលទៅអាចទៅរួចឬក៏មិនរួចជំរាបលាបាទអរគុណយើងងាកមកកាន់ព័ត៌មានអំពីបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនលោកដូណាល់ត្រាំប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានលើកឡើងថាចិត្តឈានដល់កិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ីអ៊ុយក្រែនការលើកឡើងរបស់លោកដូណាល់ត្រាំក៏បានកើតមានឡើងស្របពេលដែលបណ្ដាប្រទេសនៅក្នុងតំបន់អឺរ៉ុបហាក់បង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ជុំវិញសំណើសន្តិភាពថ្មីដែលស្នើឡើងដោយសហរដ្ឋអាមេរិកប្រធានាធិបតីដូណាល់ត្រាំរបស់អាមេរិកបាននិយាយនៅថ្ងៃអង្គារ25វិច្ឆិកាថាកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនគឺជិតឈានដល់ហើយខណៈក្រុមមេដឹកនាំអឺរ៉ុបបានជំរុញឲ្យមានការប្រុងប្រយ័ត្នលោកដូណាល់ត្រាំបានសម្ដែងការខកចិត្តម្ដងទៀតថាលោកមិនទាន់បានបំពេញតាមការសន្យាយុទ្ធនាការរបស់លោកក្នុងការបញ្ចប់ចំនួនឲ្យបានឆាប់បាននិយាយថាលោកកំពុងខិតជិតដល់កិច្ចព្រមព្រៀងមួយហើយផែនការដំបូងចំនួន28ចំណុចរបស់លោកដែលត្រូវបានរិះគន់ថាវាស្របគ្នាយ៉ាងខ្លាំងទៅនឹងការទាមទាររបស់រុស្ស៊ីត្រូវបានជំនួសដោយសំណើដែលបានកែសម្រួលដោយរួមបញ្ចូលជំហរអ៊ុយក្រែនបន្ថែមទៀតមន្ត្រីអ៊ុយក្រែនមួយរូបបានប្រាប់សារព័ត៌មាន AFP ថាកំណែថ្មីនេះប្រសើរជាងមុនគួរឲ្យកត់សម្គាល់ទោះក្រុមមន្ត្រីអាមេរិកបានទទួលស្គាល់ថាបញ្ហាដ៏ស្មុគស្មាញនេះនៅតែមិនទាន់ដោះស្រាយបានក៏ដោយតាមសេចក្តីរាយការណ៍អាមេរិកនិងអ៊ុយក្រែនបានបង្រួមផែនការសន្តិភាពកន្លងទៅ28ចំណុចឥឡូវនេះមកសល់ត្រឹម19ចំណុចទេប្រធានាធិបតីបារាំងលោកអ៊ីម៉ានូអែលម៉ាក្រុងបាននិយាយថាច្បាស់ណាស់ថាគ្មានឆន្ទៈរបស់រុស្ស៊ីក្នុងការចូលទៅក្នុងបទជប់បាញ់ឬពិភាក្សាបានហ្មត់ចត់អំពីសេចក្តីព្រៀងដែលបានកែប្រែថ្មីនិងកាន់តែងាយស្រួលសម្រាប់អ៊ុយក្រែននោះទេប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថាអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចនៅក្នុងការពន្លឿនផែនការសន្តិភាពហើយគ្រោងនឹងពិភាក្សាអំពីចំណុចខ្ទាស់គ្នាបន្ថែមទៀតជាមួយនឹងសហរដ្ឋអាមេរិកលោក Volodymyr Zelensky មេដឹកនាំអ៊ុយក្រែនបានលើកឡើងនៅថ្ងៃអង្គារទី25វិច្ឆិកាថាអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចហើយដើម្បីពន្លឿនក្របខ័ណ្ឌសន្តិភាពដែលគាំទ្រដោយអាមេរិកសម្រាប់ការបញ្ចប់សង្គ្រាមហើយនឹងពិភាក្សាចំណុចជាប់គាំងនានាជាមួយនឹងលោក Donald Trump ក្នុងកិច្ចពិភាក្សាមួយដែលលោកនិយាយថាគួរតែរួមបញ្ចូលសម្ព័ន្ធមិត្តអឺរ៉ុបផងដែរក្រុមមន្ត្រីអាមេរិកនិងអ៊ុយក្រែនបានកំពុងព្យាយាមដោះស្រាយការខ្វែងគំនិតគ្នាជុំវិញផែនការរបស់លោក Trump ដើម្បីបញ្ចប់ចំនួនដ៏បង្ហូរឈាមនិងបំផ្លិចបំផ្លាញបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី2មកមិនដែលមាននៅក្នុងសន្ទរកថាមួយទៅកាន់សម្ព័ន្ធមិត្តអឺរ៉ុបដែលគេហៅថាសម្ព័ន្ធនៃឆន្ទៈលោក Zelensky បានជំរុញឲ្យមេដឹកនាំអឺរ៉ុបដាក់ចេញនូវក្របខ័ណ្ឌមួយសម្រាប់ការដាក់ពង្រាយកម្លាំងធានាទៅកាន់អ៊ុយក្រែននិងបន្តគាំទ្រទីក្រុងគៀវដរាបណាទីក្រុងមូស្គូមិនបង្ហាញពីទំនោរចង់បញ្ចប់សង្គ្រាមរបស់ខ្លួនលោក Zelensky បានបន្ថែមថាក្របខ័ណ្ឌសន្តិភាពកំពុងនៅលើតុចរចាហើយអ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីឆ្ពោះទៅមុខរួមគ្នាជាមួយអាមេរិកដែលមានការចូលរួមផ្ទាល់ពីលោកប្រធានាធិបតី Donald Trump ក្រៅតែពីចរចាជាមួយនឹងប្រទេសអ៊ុយក្រែនក៏ដូចជាបណ្ដាប្រទេសអឺរ៉ុបសហរដ្ឋអាមេរិកក៏នឹងឈានទៅបញ្ជូនបេសកជនរបស់ខ្លួនទៅរុស្ស៊ីដើម្បីបន្តការចរចាជាមួយរុស្ស៊ីមួយភាគីទៀតនៅក្នុងសំណើសន្តិភាពថ្មីរឿងបញ្ចប់សង្គ្រាមរុស្ស៊ីអ៊ុយក្រែននេះផងដែរ
អ៊ុយក្រែនបាននិយាយថាខ្លួនគាំទ្រខ្លឹមសារនៃផែនការរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីគណៈប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាវឌ្ឍនភាពកំពុងត្រូវបានធ្វើឡើងលើការធានាកិច្ចព្រមព្រៀងមួយហើយថាលោកនឹងបញ្ជូនបេសកជនពិសេសរបស់លោកទៅកាន់ប្រទេសរុស្ស៊ីដើម្បីពិភាក្សាជាមួយប្រធានាធិបតី Vladimir Putin កាលពីថ្ងៃអង្គារទី25ខែវិច្ឆិកានាសប្តាហ៍នេះគេបានមើលឃើញសកម្មភាពការទូតយ៉ាងច្រើនបន្ទាប់ពីក្រុមអ្នកចរចាអាមេរិកនិងអ៊ុយក្រែនបានជួបគ្នា2ថ្ងៃមុននៅក្នុងទីក្រុង Geneva ដើម្បីពិភាក្សាអំពីផែនការសន្តិភាពដំបូងរបស់លោក Donald Trump ត្រូវបានអ៊ុយក្រែនមើលឃើញថាជាបញ្ជីបំណងប្រាថ្នារបស់រុស្ស៊ីដែលអំពាវនាវឲ្យក្រុងគៀវប្រគល់ទឹកដីឲ្យក្រុងមូស្គូកំណត់ចំនួនយោធាអ៊ុយក្រែននិងបោះបង់ចោលការចូលរួមជាមួយនឹងសម្ព័ន្ធយោធា NATO ផែនការនេះត្រូវបានកែប្រែចាប់តាំងពីពេលនោះមកដោយសំណើដែលកំពុងលេចចេញជារូបរាងនេះត្រូវបានគេរាយការណ៍ថាសម្របសម្រួលក្តីបារម្ភរបស់អ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនផងដែរនេះមកកាន់ចំណុចមួយទៀតដែលត្រូវបានលើកឡើងដោយប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump លោក Trump បានលើកឡើងថារុស្ស៊ីធ្វើសម្បទានហើយអ៊ុយក្រែនរីករាយជាមួយការចរចាកិច្ចព្រមព្រៀងសន្តិភាពប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថារុស្ស៊ីកំពុងធ្វើសម្បទាននៅក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនហើយអ៊ុយក្រែនកំពុងរីករាយជាមួយនឹងរបៀបដែលកិច្ចចរចានេះកំពុងមានវឌ្ឍនភាពអំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះប្រធានាធិបតីអាមេរិក Air Force One នៅពេលលោកធ្វើដំណើរទៅកាន់គេហដ្ឋានរបស់លោកនៅរដ្ឋ Florida សម្រាប់ពិធីបុណ្យ Thanksgiving លោក Trump បានបញ្ជាក់ថាពួកលោកកំពុងដំណើរការទៅមុខលើកិច្ចព្រមព្រៀងមួយហើយបានប្រាប់ថាលោកនឹងមានឆន្ទៈជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky នៅពេលដែលពួកលោកជិតឈានដល់កិច្ចព្រមព្រៀងមួយជាមួយគ្នានេះលោកក៏បាននិយាយផងដែរថាកាលកំណត់ដែលត្រូវបានប្រកាសកាលពីមុនរបស់លោកគឺថ្ងៃប្រហ័សសប្តាហ៍នេះដែលជាថ្ងៃនៃពិធីបុណ្យថ្លែងអំណរគុណ Thanksgiving លែងមានទៀតហើយថាផែនការសន្តិភាព28ចំណុចដំបូងរបស់សេតវិមានដែលបង្កមានក្តីបារម្ភនៅក្នុងទីក្រុងគៀវគ្រាន់តែជាផែនទីប៉ុណ្ណោះ